ជំរាបសួរបងប្អូនអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូទី4ទាក់ទងទៅនឹង Present Simple ដែលនៅក្នុងវីដេអូនេះដែរខ្ញុំនឹងពន្យល់អ្នកទាំងអស់គ្នាអំពីទម្រង់បដិសេធនិងទម្រង់សំណួរតោះដើម្បីកុំឲ្យខាតពេលយូរយើងចូលមកមើលឧទាហរណ៍យើងចូលមកមើលវីដេអូទាំងអស់គ្នាអញ្ចឹងសម្រាប់ទម្រង់បដិសេធនេះដែរខ្ញុំនឹងបែងចែកform របស់វាជា2ទៅតាម subject ចឹងទី1សម្រាប់ subject I, we, you, they and plural subject form របស់វាមានដូចជា subject plus done ឬក៏ do not plus verb base form plus object ឧទាហរណ៍ដូចជា I don't go to school ឬក៏យើងអាចសេបានថា I do not go to school បានដូចគ្នា and number 2 we don't play football អូខេអញ្ចឹងសម្រាប់ subject he, she, it and singular subject form របស់វាមានដូចជា subject plus doesn't ឬក៏ does not plus verb base form plus object អញ្ចឹងនៅក្នុងទម្រង់បដិសេធនេះយើងត្រូវចាំថាទោះបីជាយើងប្រើជាមួយនឹង subject he, she, it ឬក៏ singular subject ក៏ដោយគឺ verb របស់វាមិនប្រែប្រួលទេគឺយើងត្រូវប្រើទម្រង់ដើមកិរិយាសព្ទទម្រង់ដើមឧទាហរណ៍ដូចជា she doesn't go to school អញ្ចឹងពាក្យ go នេះគឺអត់ប្រែប្រួលទេគឺប្រើទម្រង់ដើមហើយប្រយោគទី2 he doesn't watch movie អូខេដូចគ្នាហ្នឹងហើយចំពោះទម្រង់សំណួរវិញខ្ញុំក៏បែងចែកជា2ដែរអញ្ចឹងចំពោះ subject I, we, you, they and plural subject យើង form របស់វាយើងគ្រាន់តែលើក do មកដាក់ខាងមុខមកហើយ plus ជាមួយនឹង subject plus verb base form plus object និង plus question mark ឧទាហរណ៍ដូចជា do you go to school អញ្ចឹងយើងលើក do ដាក់មុខមក you គឺជា subject go មានន័យថាគឺជា verb base form មានន័យថា verb កិរិយាសព្ទទម្រង់ដើមហើយ school នេះគឺជា object អញ្ចឹងDo you go to school បកថាតើអ្នកទៅសាលារៀនទេ Answer បើសិនបើយើងចង់ឆ្លើយយើងឆ្លើយថា Yes I do បើសិនបើ No No I don't អូខេហើយចំពោះ subject មានដូចជា he she it and singular subject form របស់វាគឺយើងត្រូវលើក does មកដាក់ខាងមុខហើយ plus ជាមួយ subject plus verb base form plus object and plus question mark ឧទាហរណ៍ដូចជា does she it write today so it កន្លែងនេះគឺយើងត្រូវប្រើកិរិយាសព្ទទម្រង់ដើមដែរអញ្ចឹងយើងត្រូវចាំថានៅក្នុងទម្រង់បដិសេធនិង question verb គឺត្រូវប្រើទម្រង់ដើមបើសិនបើយើងចង់ឆ្លើយយើងគ្រាន់ឆ្លើយថា yes she does បើសិនបើ no no she doesn't អូខេ and number 2ក៏ដូចគ្នាដែរ he go to school បើសិនបើយើងចង់ឆ្លើយគឺ yes he does បើសិនបើ no no he doesn't អូខេនៅក្នុងវីដេអូនេះដែរខ្ញុំសូមបញ្ចប់តែត្រឹមនេះអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយក៏បាយបាយជួបគ្នានៅវីដេអូក្រោយ